សម្រាប់ខ្ញុំបុណ្យព្រះអង្គមានប្រជញ្ញរស់ឡើងវិញមិនមែនគ្រាន់តែជាប្រពៃណីឬពិធីបុណ្យណាមួយឡើយតែលើសពីនេះទៅទៀតវាគឺជារឿងរ៉ាវអំពីព្រះមួយអង្គព្រះនាមថាព្រះយេស៊ូវអំពីព្រះរាជបុត្រារបស់ព្រះជាម្ចាស់ដែលបានយាងចូលមកក្នុងជីវិតខ្ញុំចិត្តបញ្ហាការខ្វល់ខ្វាយនិងការឈឺចាប់របស់ខ្ញុំព្រះអង្គបានប្រជុំមុខនឹងលោកីដ៏អាក្រក់នេះព្រះអង្គបានប្រឆាំងនឹងទស្សនៈចាស់ៗទាំងអស់ព្រះអង្គមិនធ្លាប់ស្វែងរកនូវភាពសុខស្រួលឡើយព្រះអង្គបានបង្រៀនយើងឲ្យជឿទោះបីជាស្ថិតនៅក្នុងស្ថានភាពដែលមិនអាចទៅរួចក៏ដោយព្រះអង្គមិនខ្វល់ថាអ្នកជាអ្នកមានឬជាអ្នកក្រអ្វីនោះទេព្រះអង្គមិនមើលទៅលើស្ថានភាពសង្គមឡើយសម្រាប់ព្រះអង្គអ្វីដែលសំខាន់បំផុតគឺចិត្តរបស់មនុស្សម្នាក់ៗព្រះអង្គឃើញតម្លៃនៅក្នុងមនុស្សម្នាក់ៗព្រះអង្គតែងតែផ្ដល់ឱកាសដល់មនុស្សឲ្យចាប់ផ្ដើមជាថ្មីជានិច្ចព្រះអង្គតែងតែមានបន្ទូលអំពីសេចក្តីពិតដោយមិនភ័យខ្លាចទោះបីស្ថិតនៅក្នុងស្ថានភាពដ៏លំបាកបំផុតក៏ដោយព្រះអង្គនៅតែស្មោះត្រង់និងមិនប្រែប្រួលឡើយពិធីបុណ្យព្រះអង្គមានប្រជញ្ញរស់ឡើងវិញគឺជារឿងរ៉ាវរបស់ព្រះយេស៊ូវដែលនាំមកនូវសេចក្តីសង្ឃឹមសម្រាប់មនុស្សការលះបង់ព្រះជន្មរបស់ទ្រង់ដើម្បីបង្ហាញឲ្យយើងឃើញអំពីតម្លៃរបស់យើងម្នាក់ៗព្រះអង្គត្រូវបានគេឆ្កាងហើយមានមនុស្សមួយចំនួនគិតថាវាគឺជាហេតុការណ៍ដ៏ចៃដន្យប៉ុន្តែការពិតគឺព្រះអង្គបានសុគតនៅលើឈើឆ្កាងសម្រាប់អំពើបាបរបស់យើងហើយពិធីបុណ្យព្រះអង្គមានប្រជញ្ញរស់ឡើងវិញគឺជាសញ្ញាដែលបញ្ជាក់ថាសេចក្តីសង្ឃឹមនៅតែមានព្រះគ្រីស្ទបានរស់ឡើងវិញហើយទ្រង់ពិតជាបានរស់ឡើងវិញមែន